បាទរីត្រីសួស្តីបាទពុកម៉ែបងប្អូនបាទវិលត្រឡប់មកជួបគ្នាសាជាថ្មីនៅរឿងនិទានបែបរន្ធត់បងប្អូនបាទយើងខានជួបគ្នាយូរបាទយើងកភាគបាទជាមួយនឹងវគ្គទី9និងវគ្គទី10បាទរឿងវិញ្ញាណវិលវល់នៅក្នុងវីឡាក្នុងព្រៃដដែលបងប្អូនបាទវគ្គទី9ទី10នេះគឺជាវគ្គបញ្ចប់ហើយបងប្អូនបាទសូមតាមដានស្ដាប់ទាំងអស់គ្នាវាមិនទាន់ចប់ឡើយវិជ្ជការឯងបានដើរអ្វីមួយដែលគួរឲ្យខ្លាចជាងនេះទៅទៀតសំឡេងខ្សឹបដ៏រងំនោះហាក់ដូចជាចាក់ទម្លុះដល់វិញ្ញាណរបស់គេធ្វើឲ្យវិជ្ជការដែលកំពុងតែស្ថិតនៅក្នុងសភាពពាក់កណ្ដាលស្លាប់ពាក់កណ្ដាលរស់នោះញាក់កន្ត្រាក់រាងកាយទាំងមូលដោយភាពរន្ធត់ភាពស្ងប់ស្ងាត់ដែលបានធ្លាប់តែគ្របដណ្ដប់មុននេះស្រាប់តែប្រែទៅជាខ្ចប់ព្យុះដែលបោកបក់យ៉ាងខ្លាំងក្លានៅក្នុងវិឡាចាស់ជញ្ជាំងឈើដែលពុកផុយចាប់ដើមប្រេះស្រាំហើយជារំអិលពណ៌ខ្មៅដូចជរឈាមបានហូរចេញពីគ្រប់ទីកន្លែងភ្នែករបស់គេព្យាយាមបើកសម្លឹងមើលទៅកាន់ភាពងងឹតនឹកពីមុខហើយអ្វីដែលគេបានឃើញនោះគឺមិនមែនជាខ្មោចម្ចាស់វិឡាដែលគេបានព្យាយាមរំដោះនោះទេប៉ុន្តែវាគឺជាស្រមោលដ៏មហិមាដែលបញ្ចេញពន្លឺភ្នែកពណ៌ក្រហមចាស់ដូចជាភ្លើងនរកវិជ្ជការព្យាយាមដកដង្ហើមចូលប៉ុន្តែខ្យល់អាកាសហាក់ដូចជាប្រែទៅជាទឹកកកនិងពោពេញទៅដោយក្លិនឆ្អាបឈាមគេដឹងខ្លួនភ្លាមថាកំហុសដ៏ធំបំផុតរបស់គេគឺការដែលគិតថាការរំដោះវិញ្ញាណវិលវល់ទាំងនោះគឺជាទីបញ្ចប់នៃអាថ៌កំបាំងទៅវិញវិញ្ញាណទាំងនោះគ្រាន់តែជាអ្នកយាមដែលត្រូវបានគេសង្កត់ទុកដើម្បីការពារអ្វីម្យ៉ាងដែលសាហាវឃោឃៅជាងនេះទៅទៀតនៅពេលដែលគេរំដោះអ្នកព្យាយាមទាំងនោះចេញរនាំងការពារអាថ៌កំបាំងដែលបានសង្កត់បិសាចនេះរាប់រយឆ្នាំក៏ត្រូវបានបំផ្លាញដោយអចេតនាឥឡូវនេះអ្វីមួយដែលបុរាណនឹងពោពេញទៅដោយកំហឹងរាប់សតវត្សកំពុងតែឬបំរាស់ចេញពីក្រោមគ្រឹះនៃវេលានេះដីចាប់ដើមរញ្ជួយយ៉ាងខ្លាំងក្លាធ្វើឲ្យគ្រឿងសង្ហារិមដែលនៅសេសសល់ហោះខ្ចាត់ខ្ចាយពេញបន្ទប់ដូចជាស្លឹកឈើត្រូវខ្យល់តើវាគឺជាអ្វីទៅវិជ្ជការក៏បានសួរខ្លួនឯងដោយសំឡេងខ្សោះខ្សោខណៈដែលព្យាយាមអូសរាងកាយដ៏ទន់ខ្សោយចេញពីទីនោះស្រាប់តែដៃដ៏ធំមួយដែលមានក្រចកវែងអន្លាយនិងស្រោបទៅដោយចិញ្ចើមខ្មៅរលើបបានលូបចេញពីក្រោមឥដ្ឋមកចាប់ជើងរបស់គេយ៉ាងណែនភាពត្រជាក់ស្រេបពីដៃនោះធ្វើឲ្យឈាមនៅក្នុងខ្លួនរបស់គេហាក់ដូចជាកកឈរលែងដើរវិជ្ជការស្រែកឡើងដោយភាពជឿចាប់នៅពេលដែលក្រចកដ៏មុតស្រួចនោះចាក់ចូលនៅក្នុងស្បែករបស់គេព្យាយាមឬបំរាស់អស់ពីកម្លាំងកាយប៉ុន្តែវាកាន់តែរឹតបន្តឹងទៅរហូតទៅដល់គេស្ទើរតែបាក់ឆ្អឹងជើងក្នុងពេលដ៏ចង្អៀតចង្អល់នោះគេបានក្រឡេកឃើញសៀវភៅចំណាស់មួយក្បាលដែលខ្ទាតចេញពីថតុកដែលបាក់បែកក្របសៀវភៅនោះធ្វើអំពីស្បែកសត្វនិងមានរូបសញ្ញាចម្លែកដែលបញ្ចេញពន្លឺពណ៌មាសខ្សោយនៅកណ្ដាលភក់ខ្មៅដោយប្រើកម្លាំងចុងក្រោយដែលនៅសេសសល់វិជ្ជការបានឈោងចាប់យកសៀវភៅនោះមកក្តាប់យ៉ាងណែនរំពេចនោះពន្លឺពណ៌មាសបានជះចេញពីសៀវភៅធ្វើឲ្យដៃបិសាចដែលចាប់ជើងគេនោះត្រូវរលាកខ្លោចហើយវាដកថយទៅវិញដោយសំឡេងក្រហមយ៉ាងសាហាវព្រៃផ្សៃវិជ្ជការប្រញាប់បើកសៀវភៅនោះមើលទាំងដៃញ័រទៅត្រើបទំព័រនីមួយសុទ្ធតែជាគំនូរនិងអក្សរបុរាណដែលរៀបរាប់ពីបិសាចលេបវិញ្ញាណដែលធ្លាប់ត្រូវបានគេបង្ខាំងទុកនៅទីនេះដោយមន្តអាគមខ្មៅតាំងពីសម័យបុរាណមកម្ល៉េះគេបានដឹងច្បាស់ថាប្រសិនបើបិសាចនេះចេញផុតពីវេលានេះវាមានន័យថាព្រៃទាំងមូលនិងភូមិដែលនៅក្បែរនោះនឹងត្រូវคล้ายទៅជាវាលពិឃាតដែលគ្មានជីវិតខ្ញុំត្រូវតែបញ្ឈប់វាទោះបីជាត្រូវដោះដូរដោយអ្វីក៏ដោយ
វិជ្ជការនិយាយទៅកាន់ខ្លួនឯងដោយចិត្តដាច់គេចាប់ដើមសូត្រតាមអក្សរក្នុងសៀវភៅបើទោះបីជាគេមិនសូវយល់ពីអត្ថន័យក៏ដោយប៉ុន្តែរាល់ពាក្យដែលគេបញ្ចេញមកហាក់ដូចជាមានថាមពលមួយយ៉ាងដែលធ្វើឲ្យវីឡាទាំងមូលញ័ររញ្ជួយកាន់តែខ្លាំងឡើងបិសាចនោះក៏ចាប់ផ្ដើមភ័យខ្លាចវាក៏បញ្ចេញផ្សែងខ្មៅក្រាស់មកគ្របដណ្ដប់វិជ្ជការដើម្បីរារាំងមិនឲ្យគេសូត្រមុនបន្តវិជ្ជការមានអារម្មណ៍ថាភ្នែករបស់គេចាប់ផ្ដើមងងឹតស្លុបម្ដងទៀតប៉ុន្តែលើកនេះគេមិនបញ្ចេញឲ្យខ្លួនឯងសន្លប់ឡើយគេខំបបោមាត់រហូតដល់ចិញ្ចៀមដើម្បីឲ្យភាពជីចាប់ជួយដាស់ស្មារតីរបស់គេឲ្យនៅនឹងណូគណៈដែលគេចិត្តដល់ពាក្យចុងក្រោយនៃមុនអគមនោះស្រាប់តែវិញ្ញាណរបស់ម្ចាស់វិឡាដែលបានគេធ្លាប់ជួបបានលេចចេញមកនៅពីមុខគេម្ដងទៀតប៉ុន្តែលើកនេះវានោះមិនមែនមកដើម្បីលងបន្លាចនោះទេគឺមកដើម្បីជួយទប់ទល់ទៅនឹងកម្លាំងបិសាចដ៏ខ្មៅងងឹតបន្តទៅទៀតវិជ្ជការកុំជប់អសោះវិញ្ញាណនោះស្រែកប្រាប់គេដោយសំឡេងដ៏មមវិជ្ជការដកដង្ហើមធំរួចបញ្ចេញសំឡេងសូត្រពាក្យចុងក្រោយយ៉ាងខ្លាំងក្លាពន្លឺពណ៌មាសបានផ្ទុះឡើងចេញពីកណ្ដាលវិឡាធ្វើឲ្យអ្វីៗគ្រប់យ៉ាងប្រែទៅជាពណ៌សស្ញាញក្នុងចំណោមពន្លឺដ៏ចាំងភ្នែកនោះគេបានឃើញរូបរាងពិតរបស់សត្រូវដែលគេកំពុងប្រឈមមុខដែលវាមិនមែនជាអ្វីដែលគេធ្លាប់ស្រមៃឃើញឡើយវាគឺជាកញ្ចក់នៃអតីតកាលរបស់ខ្លួនគេផ្ទាល់ដែលកំពុងសម្លឹងមើលមកគេដោយស្នាមញញឹមដ៏គួរឲ្យខ្លាចបំផុតនឹងរងចាំលេបត្របាក់ព្រលឹងរបស់គេទាំងស្រុងការពិតដ៏ជូរចត់បានចាប់ដើមលាតត្រដាងបន្តិចម្ដងខណៈដែលពិភពលោកជុំវិញខ្លួនគេចាប់ដើមរលាយសូន្យទៅក្នុងភាពមិនច្បាស់លាស់នៃពេលវេលាវិជ្ជការដឹងថាការប្រយុទ្ធពិតប្រាកដមិនមែននៅខាងក្រៅទេគឺនៅក្នុងជំរឿនៃវិញ្ញាណរបស់គេនេះឯងក៏ប៉ុន្តែមុនពេលដែលគេបានស្វែងយល់បន្ថែមវិឡាទាំងមូលក៏បានបាក់ស្រុតចុះទៅក្នុងរណ្ដៅដីដ៏ជ្រៅបន្សល់ទុកតែភាពងងឹតសូន្យសងដែលគ្មានទីបញ្ចប់ភាពងងឹតសូន្យសងដែលគ្មានទីបញ្ចប់នោះបានចាប់ដើមប្រែប្រួលទៅជាសភាពត្រជាក់ស្រាប់ដែលចាក់ទម្លុះដល់ឆ្អឹងខ្នងរបស់វិជ្ជការគេមានអារម្មណ៍ថារូបកាយរបស់គេឡើងជារបស់គេទៀតហើយប៉ុន្តែជាបំណែកនៃធូលីដែលកំពុងហោះហើរក្នុងលំហនៃភាពវិនាសនៅក្នុងជំរឿនៃភាពងងឹតនោះស្រាប់តែមានពន្លឺភ្លើងទៀនតូចមួយបានបំភ្លឺឡើងបង្ហាញឲ្យឃើញនៅផ្ទៃមុខដែលគេខ្លាចបំផុតគឺផ្ទៃមុខរបស់ខ្លួនឯងដែលពោពេញទៅដោយស្នាមញញឹមដ៏អាថ៌កំបាំងរៀបពីនេះមិនមែនជាខ្មោចព្រាយបិសាចដែលមកពីក្រៅឡើយប៉ុន្តែវាគឺជាវិញ្ញាណនៃអតីតកាលដែលវិជ្ជការបានព្យាយាមកប់ទុកនៅក្នុងបាតបេះដូងជាច្រើនឆ្នាំមកហើយសំឡេងសុកសៀវដែលធ្លាប់តែឮតាមជញ្ជាំងវិឡាបានប្រែទៅជាសំឡេងស្រែកជេរប្រតិចចេញពីមនសិការរបស់គេផ្ទាល់វិជ្ជការដឹងថាវិឡាចានេះមិនមែនជាកន្លែងដែលគេគ្រាន់តែមកដល់ដោយចៃដន្យនោះទេប៉ុន្តែវាគឺជាគុកដែលគេបានសាងសង់ឡើងដោយខ្លួនឯងដើម្បីឃុំឃាំងកំហុសកាលពីអតីតកាលដែលកិច្ចចង់បំភ្លេចរូបភាពនៃភ្លើងឆេះវិឡាកាលពី50ឆ្នាំមុនបានលេចឡើងសារជាថ្មីក្នុងភ្នែករបស់គេវិជ្ជការបានឃើញខ្លួនឯងក្នុងយុវវ័យកំពុងរត់ចេញពីអគារដែលកំពុងឆេះសន្ធោសន្ធើដោយទុកឲ្យនារីម្នាក់ដែលជាគូស្នេហ៍ស្លាប់ក្នុងអណ្ដាតភ្លើងយ៉ាងវេទនាដើម្បីតែការរស់រានរបស់ខ្លួនភាពអាត្មានិយមនៅពេលនោះបានคล้ายទៅជាបណ្ណាសាដែលតាមលងបន្លាចគេគ្រប់ជាតិសាសន៍រូបរាងដែលឈរនៅពីមុខគេពេលនោះបានចាប់ដើមនិយាយដោយសំឡេងស្អកៗថាឯងរត់មិនរួចទេវិជ្ជការទីនេះគឺជាកន្លែងដែលឯងត្រូវនៅរហូតតទៅការជិះឆាប់របស់នាងគឺជាអាហាររបស់ឯងហើយភាពងងឹតនេះគឺជាផ្ទះរបស់ឯងវិជ្ជការដួលចុះទៅលើដីដែលបាក់ស្រុតទឹកភ្នែកនៃភាពស្ដាយក្រោយបានហូរស្រក់ចុះមកយ៉ាងខ្លាំង
គេយកច្បាស់ឲ្យថាវិញ្ញាណដែលវិលវល់ក្នុងវេលានេះមិនមែនជានរណាផ្សេងក្រៅពីព្រលឹងដែលបាក់បែករបស់គេឡើយដែលកំពុងតែរងចាំការអត់ទោសពីមនសិការរបស់ខ្លួនឯងគណៈដែលវិឡាទាំងមូលបន្តបាក់ស្រុតចុះនៅក្នុងរណ្ដៅអត់បាទវិជាការបានសម្រេចចិត្តជប់រត់គេចពីការពិតគេបានលូកដៃទៅប៉ះរូបភាពកញ្ចក់នៃអតីតកាលនោះហើយនិយាយដោយសំឡេងញ័រថាខ្ញុំទទួលស្គាល់កំហុសខ្ញុំសំទោសចំពោះគ្រប់យ៉ាងដែលបានកើតឡើងរំពេចនោះស្នាមញញឹមដ៏គួរឲ្យខ្លាចលើបទីមុខនោះក៏រលាយបាត់ទៅជំនួសមកវិញនៅទឹកមុខដ៏ស្រទន់និងពោពេញទៅដោយក្តីមេត្តាពិភពងឹតដែលធ្លាប់តែសង្កត់សង្កិនរូបគេចាប់ផ្ដើមប្រេះស្រាលនិងបែកខ្ចែកជាបំណែកដូចជាកញ្ចក់ដែលត្រូវគេវាយបំបែកពន្លឺពណ៌សដ៏បរិសុទ្ធមួយបានជួបជុំគ្នានៅកណ្ដាលទ្រូងរបស់វិជ្ជការបង្កើតបានជាកម្លាំងរុញច្រានដ៏ខ្លាំងក្លាដែលទាញឲ្យគេចេញពីភាពលិងឡង់និងភាពនៃពេលវេលានិងការចងចាំដ៏ខ្មៅងើតនេះវិញ្ញាណដែលធ្លាប់តែវិលវល់និងជាប់ឃុំនៅក្នុងវេលាចាស់កណ្ដាលព្រៃបានចាប់ផ្ដើមរលាយសូន្យទៅក្នុងខ្យល់អាកាសដូចជាផ្សែងដែលហោះទៅរកមេឃដ៏ស្រឡះនៅពេលដែលវិជ្ជការបើកភ្នែកឡើងវិញគេបានរកឃើញខ្លួនឯងកំពុងដេកនៅកណ្ដាលគំនរបាក់បែកនៃវេលាចាស់ដែលពោពេញទៅដោយស្មៅនិងវល្លិព្រះអាទិត្យពេលព្រឹកព្រលឹមបានចាំងពន្លឺមកលើផ្ទៃមុខរបស់គេបង្ហាញពីការចាប់ផ្ដើមនៃថ្ងៃថ្មីដែលគ្មានភាពភ័យខ្លាចព្រៃជ្រៅដែលធ្លាប់តែក្រាស់ឃ្មឹកនិងគួរឲ្យខ្លាចឥឡូវនេះមានសភាពស្ងប់ស្ងាត់និងមានខ្យល់អាកាសបរិសុទ្ធខុសប្លែកពីមុនគ្មានទេសំឡេងខ្សឹបខ្សៀវនិងស្រមោលអាក្រក់ដែលតាមលងវិជ្ជការក្រោកឈរឡើងដោយមានអារម្មណ៍ស្រាលខ្លួនមិនធ្លាប់មានពីមុនមកគេដឹងថាពេលសកម្មដែលគ្មានដែនកំណត់និងគ្មានការកត់ត្រារបស់គេត្រូវបានបញ្ចប់ហើយវិញ្ញាណដែលធ្លាប់តែវង្វេងវង្វាន់ក៏ត្រូវបានរំដោះឲ្យមានសេរីភាពពេញលេញគេដើរចេញពីវេលានោះយឺតដោយមិនងាកក្រោយមើលវិញឡើយព្រោះការពិតដ៏ជូរចត់ត្រូវបានជំនួសទៅដោយសន្តិភាពនៃវិញ្ញាណរៀងខ្លួនរៀងរហូតទៅវេលាចាស់កណ្ដាលព្រៃនៅតែស្ថិតនៅទីនោះប៉ុន្តែវាមិនមានជាកន្លែងបណ្ដាសាទៀតទេវាគ្រាន់តែជាកន្លែងនៃអនុស្សាវរីយ៍ដែលបានរលត់ទៅតាមពេលវេលានិងសេចក្តីស្លាប់ដ៏សុខសាន្តតែប៉ុណ្ណោះសូមអរគុណសម្រាប់ការតាមដានស្ដាប់បាទតាំងពីដើមដល់ចប់បាទវគ្គ1រហូតដល់វគ្គបញ្ចប់នេះផងដែរបាទអរគុណសូមជម្រាបលាបាទកុំភ្លេចបាទជួយចុចបាទ Subscribe ម្នាក់មួយផងបាទអរគុណច្រើន